ខ្ញុំធ្លាប់គិតថាខ្ញុំមានកូនប្រុសនិងកូនប្រសារស្រីដែលកតញ្ញូជាងគេនៅលើលោករហូតដល់គ្រួសារយើងត្រូវរត់ចោលស្រុកកំណើតដើម្បីគេចពីគ្រោះទូភិកតែជាពួកឯងចង់ទៅណាមិនក៏មិនហៅម៉ាក់ផងម៉ាក់ចាស់ហើយធ្វើដំណើរតាមពួកយើងមានតែរងទុកទេផ្លូវទៅមុខទៀតម៉ាក់កុំតាមពួកយើងអីតែជឿឯងចង់មានន័យថាម៉េចឯងលែងចង់បានម៉ាក់ហើយមែនទេចាស់ពោលថាស្លាប់ឆាប់បានចាប់ជាតិឆាប់ម៉ាក់គុំបន្ទោសកូនថាចិត្តអាក្រក់អីតាមផ្លូវនេះបើម៉ាក់មិនខំប្រឹងតង់តាមទេម៉ាក់ខ្លាចតែពួកឯងចោលម៉ាក់តែមិននឹកស្មានថាពួកឯងហ៊ានម៉ាក់ចាត់ទុកថាអាណិតពួកយើងចោះម៉ាក់ហូបមួយម៉ាត់ចៅប្រុសធំទាំងពីររបស់ម៉ាក់ត្រូវអត់មួយម៉ាត់ឬមួយក៏ម៉ាក់ចង់ឲ្យពួកគេដាច់ពោះស្លាប់បើនៅតែនាំម៉ាក់ទៅទៀតគ្រូសាយើងច្បាស់ជារំមនុស្សទេបើខ្ញុំជាម៉ាក់វិញខ្ញុំសុខចិត្តស្លាប់នៅផ្ទះតាំងពីដំបូងបាត់ទៅហើយតាមរត់មកធ្វើអីទៀតតែជឿម៉ាក់ស្រឡាញ់ឯងមួយជីវិតចំពោះជួយហួរក៏ម៉ាក់មិនដែលរើសអើងដែរមិនក៏ពួកឯងអាចធ្វើដាក់ម៉ាក់បែបនេះខ្ញុំមានវិធីអីទៅបើចង់បន្ទោដែលម៉ាក់ចាស់ទៅលេងមានប្រយោជន៍ហើយតែខ្យល់ហើយតែខ្យល់ក៏ហីទៅឆាប់ទៅខ្ញុំមិនមែនស្លាប់ហើយទេអីបែកមិនក៏ត្រឡប់មកផ្ទះវិញអញ្ចឹងជាណាស់មិនមែនយល់សប្តិឬមួយក៏យំរីគិតថាខ្ញុំមិនទាន់អស់អាយុទើបធាក់ខ្ញុំឲ្យត្រឡប់មកវិញតែម៉ាក់កុំខូចចិត្តពេកអីប្អូនទី2ស្លាប់ក្នុងសង្គ្រាមបាត់ទៅហើយតែមិននៅសល់ខ្ញុំនឹងតាជីទេអីម៉ាក់កុំបារម្ភខ្ញុំនឹងតាជីច្បាស់ជាចិញ្ចឹមម៉ាក់ដល់ចាស់មិនខានខ្ញុំដឹងហើយថាថ្ងៃនេះជាថ្ងៃអីគឺជាថ្ងៃដែលដំណឹងមរណភាពរបស់សុងតាហ៊ឺកូនប្រុសទី2របស់ខ្ញុំបានបញ្ជូនមកដល់ជាតិមុនដោយសារតែខ្ញុំខូចចិត្តពេកក៏សន្លប់បាត់ស្មារតីនៅនឹងកន្លែងពេលដឹងខ្លួនវិញទើបដឹងថាកូនប្រសារស្រីទី2ភ័យតក់ស្លុតរហូតប៉ះពាល់ដល់កុហកក៏លូតកូនដែលទើបតែកើតរូបរាងចេញមកហើយថែមទាំងជាកូនប្រុសទៀតផងកូនប្រសារស្រីទី2ក៏ចិត្តខ្លាំងពេកក៏ធ្លាក់ខ្លួនជាធ្ងន់រហូតឆ្លងមិនផុតឆ្នាំទូភិកនោះទេគ្រូសាកូនទី2ចាត់ទុកថាប៉ពូទាំងស្រុងតែម្ដងបានរੂឡើងវិញម្ដងនេះទោះមានរឿងអីក៏ខ្ញុំត្រូវតែការពារកូនប្រសារស្រីទី2និងកូនក្នុងផ្ទៃរបស់នាងឲ្យបានដែរចុះប្រពន្ធអាទី2ណៃណាមីខ្ជិននឹងអីនៅដេកក្នុងបន្ទប់នៅឡើយទេមិនដឹងងើបមកដាំបាយធ្វើម្ហូបទេមិនដូចតាជីទេព្រលឹមស្រាងចេញទៅទិញសាច់យកមកបើកម្លាំងម៉ាក់បាត់ទៅហើយម៉ាក់វីខ្ញុំវីនាងឯងនឹងហើយយើងសួរនាងឯងលុយទិញសាច់បានមកពីណាពួកឯងលួចលុយយើងមែនទេជាតិមុនគ្រូសាកូនច្បងតែងតែលួចលុយសន្សំរបស់ខ្ញុំរហូតខ្ញុំមិនប្រកាន់ថែមទាំងធ្វើពុតជាមិនដឹងរឿងនេះទៀតមិនណែនោះទេរឿងអស់នេះយើងសូមមិនទាន់ទៅគូជាមួយនាងឯងទេប្រពន្ធអាទី2មានទម្ងន់ហើយនាងឯងនៅតែប្រើវាឲ្យធ្វើការផ្ទះទៀតចុះយើងយកនាងឯងមកធ្វើអីមិនក៏ថ្ងៃនេះយាយចាស់នឹងកាច់ម្លេះពីមុនគាត់មិនដែលហ៊ានលើកដៃវាខ្ញុំទេឬមួយក៏មកពីអាទី2ស្លាប់ទើបគាត់ខូចចិត្តស្លាប់គឺស្លាប់ហើយតើវាអាចរੂឡើងវិញបានឬយ៉ាងម៉េចជាតិមុនខ្ញុំចាត់ទុកកូនប្រសារស្រីច្បងដូចជាកូនបង្កើតអញ្ចឹងពេលនេះនឹកឃើញឡើងវិញកូនប្រសារស្រីច្បងចេះតែនិយាយពាក្យផ្អែមល្ហែមប៉ុណ្ណោះផ្ទុយទៅវិញគឺប្រពន្ធកូនទី2នាងពិតជាឧស្សាហ៍មែនឆាប់ជួយគ្រាខ្ញុំទៅមើលបន្តិចទៅមើលអីទៅគ្រាខ្ញុំទៅមើលគ្រូសាកូនទី2មើលថាយ៉ាងម៉េចហើយបើនាងមានរឿងអីយើងមិនលើកលែងឲ្យអញទេម៉ាន់មិនចង់ឲ្យម៉ាក់ស្លាប់ទេម៉ាក់យំដឹងតែពីរឿងយំរកប៉ាឯងហ្នឹងឯងនិយាយស្អីហ្នឹងបើឯងស្លាប់ទៅចុះម៉ាន់គិតយ៉ាងម៉េចបើឯងជាមនុស្សរបស់គ្រួសារតកូលសុំយើងត្រូវតែបង្កើតកូននេះមកហើយត្រូវចិញ្ចឹមម៉ាន់ឲ្យធំដឹងក្ដីទៀតម៉ាក់តែបងធំគាត់ស្លាប់បាត់ហើយនិយាយផ្ដេសផ្ដាស់អីហ្នឹងកូនធំមិនទាន់ស្លាប់ទេលីចឹងនិយាយច្បាស់ណាស់គេគ្រាន់តែបាត់ដំណឹងមិនដឹងស្លាប់ព្រោះក្មេងនេះមានទេវតាថែរក្សាតើអាចស្លាប់នីបែបនេះមិននឹងបានម៉ាក់និយាយមែនហេមែនតើបើកូនធំត្រឡប់មកវិញមើលមិនឃើញឯងតើអ្នកជាម្ដាយដូចជាយើងត្រូវបកស្រាយប្រាប់គេយ៉ាងម៉េចទៅ
កូនទី2ឆាប់ចូលទៅក្នុងក្រុងទៅតាមគ្រូពេទ្យមកម៉ាក់មិនបាច់ទេដឹងអ្នកស្រីដូចពួកយើងអាយុមិនថ្លៃទេទ្រាំទៅវានឹងបាត់ហើយទៅក្នុងក្រុងឆ្ងាយណាស់ខ្ញុំមិនចង់ហត់ទេប្រអត់ទៅក៏ទៅមិនក៏និយាយចាំដែរបើហ៊ាននិយាយមកទៀតខ្ញុំវាអញលើហើយខ្ញុំទៅលើហើយអូនថ្លៃឆាប់ញ៉ាំអីទៅញ៉ាំឆ្អែតទើបអាចថែរក្សាសុខភាពបានល្អម៉ាក់ចុះម៉ាន់កុំបារម្ភអីម៉ាក់ទុកឲ្យម៉ាន់ហើយឯងឆាប់ញ៉ាំទៅម៉ាក់ក្មេកចូលចិត្តបងធំនិងបងថ្លៃស្រីគាត់មិនដែលខ្វល់ពីម៉ាន់ទេតែពេលនេះបែរជាមកបារម្ភពីនាងទៅវិញបើបងធំនៅរស់មិនដឹងជាល្អយ៉ាងណាទេនាងម៉ាន់ឯងលួចញ៉ាំអីហ្នឹងអូនថ្លៃឯងសម្រាប់សិនចុះម៉ាក់ចេញទៅមើលបន្តិចញ៉ាំពងមាន់អីយើងឲ្យឯងញ៉ាំពងមាន់ខ្ជាក់មកវិញភ្លាមមកឈប់ភ្លាមទៅម៉ាន់មិនអីទេមែនទេកូនលោកយាយចេញមកការពារខ្ញុំលោកយាយពិតជាល្អណាស់ជួយផងគេសម្លាប់មនុស្សហើយម៉ាក់ជួយខ្ញុំផងនេះវាជាចាប់ប្រុសច្បងរបស់គ្រូសាយើងក្មេងតូចសោះមិនចេះរៀនសូត្ររឿងល្អយើងវាឯងដែលហ៊ានធ្វើបាបម៉ាន់កូនទី2ឯងកំពុងធ្វើអីហ្នឹងហេតុអីបានជាវាជីនប៉ៅវាហើយកូនប្រុសដ៏ល្អរបស់ខ្ញុំខົບខិតជាមួយប្រពន្ធដើម្បីសម្លាប់ម្ដាយខ្លួនឯងយើងមិនទាន់បានសួរឯងផងឯងមិនមែនទៅទិញសាច់ទេអីចុះសាច់ណែណាគឺថាពេលទៅទិញសាច់ក៏បានជួបពុកក្មេកហើយគាត់ក៏បួលទៅផ្ទះសាច់នោះក៏ត្រូវម៉ាក់ក្មេកយកទៅហើយពុកក្មេកនិងប្អូនថ្លៃប្រុសយកទៅក្លែងស្រាអស់ទៅតើឲ្យខ្ញុំនិយាយប្រាប់យ៉ាងម៉េចទៅមើលទៅសាច់ថ្ងៃនេះយើងប្រហែលជាគ្មានសំណាងបានញ៉ាំទេអ្នកទាំងអស់គ្នាជួយមើលផងនេះហើយជាកូនប្រុសដែលខ្ញុំខំចិញ្ចឹមម្ដាយចាស់សន្លប់បាត់ស្មារតីវាមិនទៅតាមគ្រូពេទ្យទេបែរជាលួចលុយខ្ញុំទៅទិញសាច់ទៅវិញម្ដាយសន្លប់នៅផ្ទះវានៅតែលួចលុយទៅទិញសាច់ទៀតលុយដល់ទៅ30វិនតើឲ្យរស់នៅយ៉ាងម៉េចទៅវាចង់ឲ្យម្ដាយវាស្លាប់មែនទេអាល្មើគុណម៉ាក់ខ្ញុំមិនបានធ្វើទេតែថាពីមុនម៉ាក់មិនដែលប្រកាន់រឿងអនេះទេគ្មានរឿងនឹងទេម៉ាក់នេះគ្រាន់តែជាការយល់ច្រឡំប៉ុណ្ណោះគឺខ្ញុំឃើញថាសាច់ថ្ងៃនេះមិនសូវល្អម៉ាក់មើលចុះនេះលុយរបស់ម៉ាក់នៅទីនេះតើមិនបានទិញបែកក៏មិនប្រាប់តាំងពីដំបូងនោះជារបស់ខ្ញុំលុយរបស់ហែងហេរ៉ដងអូនតែថាក៏រហូតចុះលុយនេះបានមកពីណានេះជាលុយដែលជួយហួររកបានពីការត្បាញសម្ពុតម៉េចចង់មកទាបញ្ជីជំនួសប្រពន្ធឯងមែនទេកូនមិនហ៊ានទៅលុយនេះចាត់ទុកថាជាកាដូជូនអ្នកម៉ាក់ចុះគ្រូសាកូនច្បងបោកយកលុយសន្សំយើងអស់ច្រើនណាស់ចាត់ទុកថានេះជាការប្រាក់ចុះហើយបន្លែនេះឆ្ងាញ់មែនតែគួរឲ្យស្ទាយហូបមិនឆ្អែតសោះនេះមានរឿងអីហ្នឹងទីនេះនៅឯណាកុំប្រាប់ណាថាយើងធ្លាក់មកដល់ឋានរកហើយបន្លែធម្មជាតិចូលមកមើលសិនបានដាំខ្លួនឯងលូតថប់ត្រីក្រាញ់ទៅតែចាប់ពីទន្លេថ្មីចាប់ភ្លាមនោះភ្លាមទៀកទៅតែលើកពីចង្ក្រានវេចខ្ចប់យ៉ាងល្អអាចទុកបានមួយអាទិត្យមីយើងនៅឯណាទៅពួកនេះស្លៀកពាក់ស្អីគេហ្នឹងមិនក៏បញ្ចេញដាំដៃជើងអស់អញ្ចឹងនេះគួរឲ្យខ្មាស់គេស្លាប់ហើយក្មេងស្រីនេះសក់វែងលេះមិនក៏មិនចង់ឡើងបណ្ដោយឲ្យរាយប៉ាយអញ្ចឹងតើវាខុសអីពីការស្លាប់នៅគុកទៅការស្លៀកពាក់បែបនេះគំរកឃើញណាស់កុំប្រាប់ណាថាចូលចិត្តស្ទីបុរាណតែអាវនេះប៉ះច្រើនកន្លែងពេកហើយអ៊ំស្រីកំពុងមើលអីហ្នឹងខ្ញុំចង់ត្រឡប់ទៅវិញអូអ៊ំមកវិញធ្វើហើយមែនទេ
ជារឿងធម្មតាទេផ្សារកសិកម្មយើងនេះជាផ្សារធំជាងគេក្នុងក្រុងអ្នកមកលើកដំបូងងារនឹងវង្វេងណាស់អ៊ំមើលសញ្ញាព្រួញពណ៌បៃតងនៅលើដីនេះដើរតាមវាទៅនឹងរកឃើញច្រកចេញហើយនារីម្នាក់នេះគុំប្រាប់ណាថាជីយំបាននាំផ្លូវនៅខាងរកបួមាត់ក្រហមយ៉ាងនេះប្រហែលជាខ្មោចបិសាចទើបតែស៊ីក្មេងហើយតែដឹងអេអ៊ំស្រីអ៊ំទៅណាជួបខ្មោចហើយជួបខ្មោចទាំងកណ្ដាលថ្ងៃក្រុងតែម្ដងអង្គអ៊ូចាំងថ្ងៃនេះចុះថ្លៃពិសេស4កាក់9សេន1គីឡូពំមាន់ពងទាពងខ្ញានពងទីកូនពងប្រៃចូលមកមើលសិនបានមានគ្រប់មុខទាំងអស់គុំប្រាប់ណាថាទីនេះមិនមែនជាឋានរោគតែជាឋានស៊ុបបើមិនអញ្ចឹងមិនក៏មានរបស់ហូបច្រើនម្ល៉េះពួកគេសុទ្ធតែប្រើបន្ទះជ្រុងនោះដើម្បីគិតលុយតែយើងមានតែកាក់ស្ពាន់ពីរតើអាចទិញអីបានទេអ៊ំស្រីចង់ទិញអីមែនទេអ៊ំស្រីអ៊ំកាត់អីហ្នឹងអ៊ំស្រីអ៊ំហ្វាជីស្គាល់ហើយមែនទេឆាប់ផឹកគូកាបន្តិចទៅនេះជារបស់អីហ្នឹងខ្មៅងឹតអញ្ចឹងអាចផឹកបានដែរឆាប់ផឹកទៅឈប់សិនអ៊ំឯងមិនមែនចង់សន្លប់នៅទីនេះដើម្បីទារលុយខ្ញុំទេដឹងទេក្មួយប្រុសឯងយល់ច្រឡំហើយអ៊ំមិនធ្លាប់ផឹករបស់នេះទេតើវាជាស្អីទៅអូអញ្ចឹងសោះក៏ត្រូវដែរកាលខ្ញុំទៅលេងស្រុកកំណើតមើលយាយខ្ញុំគាត់ក៏មិនស្គាល់កូកាដែរគួរឲ្យស្ដាយនោះជាលើកចុងក្រោយដែលបានជួបគាត់មិនយូរប៉ុន្មានគាត់ក៏ស្លាប់ដោយសារជំងឺមហារីកនេះគឺកូកាវាផ្អែមអ៊ំកំពុងតែវិលមុខមែនទេផឹកវាទៅនឹងបានធូរហើយផ្អែមម្លេះបែកក៏មានអារម្មណ៍ថាដូចមានអីផ្ទុះក្នុងមាត់អញ្ចឹងអ៊ំស្រីបើហូបកូឡាមិនទម្លាប់ទេក៏ហូបទឹកស្ករធម្មតាទៅបែកក៏សម្បត្តិខែអញ្ចឹងនេះពិតជាទឹកស្កែមែនទេផ្អែមណាស់ឆ្ងាញ់មែនទែនអ៊ំស្រីខ្ញុំគិតថាអ៊ំប្រហែលជាមិនទាន់ហូបអាហារព្រឹកទេមើលទៅខ្ញុំទិញនំប៉ាវឲ្យអ៊ំប៉ុន្មាននំយកទៅហូបទៅនំនេះឈ្ងុយម្សៅហើយមានក្លិនសាច់ទៀតខ្ញុំពិតជាមានសំណាងបានហូបវាមែនទេមិននឹងកើតទៅខ្ញុំហូបទឹកស្ករក្មួយមួយចានបាត់ទៅហើយមិននឹងអាចយកបំប៉ាវក្មួយទៀតនោះមិនបានទេដាច់ខាតគឺមិនបានទេអូយមានអីទៅអ៊ំវាមិនអស់លុយប៉ុន្មានទេយកទៅចោះកុំគួរសំពេកចោះនំប៉ាវនេះតម្លៃប៉ុន្មានដែរអ៊ំសងលុយឲ្យក្មួយប្រុសថ្ងៃនេះអ៊ំអត់បានយកកាបូបលុយមកទេគឺមានតែលុយ2សេននេះទេក្មួយយកសិនចោះចាំអ៊ំទៅផ្ទះយកមកឲ្យទៀតមើលទៅអ៊ំស្រីម្នាក់នេះមិនត្រឹមតែក៏ទេថែមទាំងអាចមានជំងឺវង្វេងងំវាន់ទៀតផងអូខេអញ្ចឹងខ្ញុំទុកសិនហើយអ៊ំស្រីស្កមួយថងនេះខ្ញុំឲ្យអ៊ំចោះថ្ងៃក្រោយបើវើមុខទៀតឆុងទឹកហូបខ្លួនឯងទៅអរគុណក្មួយប្រុសហើយណាកាក់ថៃឆាងតងប៉ាវឯងមានតែនៅទីនេះទេលឿនឆុងតែឲ្យយើងមួយកែវមកអត់មានតែទេយកកូឡាទេក៏បានដែរហ្វាន់ជៀនឯងមិនមែនបើខានលោកវត្ថុបុរាណទេអីមិនក៏ថ្ងៃនេះទំនេរមកកន្លែងយើងអញ្ចឹងគឺទៅតែទៅភូមិប្រមូលទិញកាក់បុរាណហើយក៏ជីកាត់ទីនេះនរណាប្រាប់ឯងចុះលើកនេះយើងចំណេញធំហើយយ៉ាងហោចណាស់ក៏បានប៉ុណ្ណេះដែរយើងនៅសល់ប៉ុន្មានកាក់ទៀតទុកឲ្យឯងបើភ្នែកមើលទុកឲ្យយើងបើភ្នែកមើលយើងមិនចេះមើលរបស់អស់នេះទេនេះគឺកាក់ជីឈីងតុងប៉ាវនេះគឺកាក់ឡុងឈីងតុងប៉ាវនេះគឺកាក់ថៃឆាងតុងប៉ាវតម្លៃមួយកាក់ប្រហែលជា500យ៉ន500យ៉នយើងនៅទីនេះដូចជាមានមួយកាក់ដែរមិនក៏ឯងមានដែរគុំប្រាប់ណាថាចង់មកដណ្ដើមមួយយើងនោះគឺមួយនេះឯងនេះប្រហែលជារបស់ខ្លាំងខ្លាយទេដឹងជីរបស់ឯងនេះគឺជារបស់ពិតសុទ្ធសាធហ្មងថាម៉េចសានប្រាប់ឯងចុះកាក់ពីនេះគឺជារបស់ពិតប្រាកដណាស់លើកក្រោយបើមានអ្នកណាយកមកទៀតឯងត្រូវតែទុកឲ្យយើងណាតើត្រូវធ្វើម៉េចទើបអាច